ផ្លែផ្កានៃយុទ្ធសាស្ត្រអត់ធ្មត់និងយន្តការការទូតរបស់កម្ពុជាបានលេចចេញជារូបរាងបណ្ដាហើយគិតចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជានិងថៃដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីបានចូលជាធរមានកាលពីពាក់កណ្ដាលអាធ្រាត្រថ្ងៃទី28ខែកក្កដាឆ្នាំ2025រហូតមកដល់ពេលនេះកម្ពុជាដែលជាប្រទេសស្រឡាញ់សន្តិភាពពិតប្រាកដបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុតចំពោះស្មារតីនៃកិច្ចព្រមព្រៀងបទឈប់បាញ់នេះចំណែកឯភាគីថៃបានរំលោភបទឈប់បាញ់ភ្លាមគឺប៉ុន្មានម៉ោងក្រោយបទឈប់បាញ់ចូលជាធរមានដោយបានចាប់ខ្លួនកងទ័ពកម្ពុជាដោយបន្តឈ្លានពានចូលទឹកដីកម្ពុជានិងព្យាយាមប្រើល្បិចញុះញង់គ្រប់វិធីសាស្ត្ររុញច្រានឲ្យកម្ពុជាផ្ទុះអាវុធមុនដើម្បីខ្លួនមានលេសចោតមកលើកម្ពុជាភាពអត់ធ្មត់ខំមាត់សង្កត់ចិត្តយ៉ាងរឹងមាំស្ដាប់បទបញ្ជានិងជឿជាក់លើប្រមុខរាជរដ្ឋាភិបាលគ្រប់ពេលវេលារបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមជាមួយនឹងប្រជាពលរដ្ឋនេះហើយបានធ្វើឲ្យថៃអស់ក្បាច់លេងជាមួយនឹងកម្ពុជាហើយបែរទៅជាគាំទ្រជនជាតិថៃថោកទាបម្នាក់ដែលគេស្គាល់ថាជាស្ថាបនិកឡានដឹកលីមួកដែលធ្លាប់បានទាញទម្លាក់តម្លៃទង់ជាតិរបស់ថៃកប់ចូលទៅក្នុងភក់យកទង់ជាតិថៃដោតលើឡានដឹកលីមួកហើយឥឡូវនេះបែរទៅជាមកចាក់សម្លេងខ្មោចសម្លេងព្រីបិសាចសម្លេងយន្តហោះចម្បាំងសម្លេងឆ្កែលូជាដើមសម្ដៅមកលើអ្នកភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅក្នុងឃុំអូបីជាន់ស្រុកអូជ្រៅដើម្បីបន្លាចនិងរំខានដល់ដំណេករបស់ប្រជាពលរដ្ឋខ្មែរទៅវិញយើងកោតតែជនជាតិថៃម្នាក់នេះរកនឹកឃើញនៅអ្វីប្លែកឈួតឡប់ដែលបាននឹងកំពុងលក់មុខមាត់ប្រទេសថៃកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិសកម្មភាពបែបឈួតលីលីនេះមិនត្រឹមតែមិនអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាដកនិងរាថយនោះទេគឺរឹតតែធ្វើឲ្យកម្ពុជាកាន់តែមុះមុតនៅក្នុងការការពារដីដូនតាបន្សល់ទុកដោយគ្មានខ្លាចរអានិងកាន់តែស្រាក់ដៃសាមគ្គីគ្នាដើម្បីវាយបំបាក់ចោលឈ្លានពានសកម្មភាពបែបមនុស្សវិកលចរិតនេះទៀតសោតក៏ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រឆាំងទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិហើយរឹតតែបង្ហាញអន្តរជាតិឲ្យបានឃើញកាន់តែច្បាស់ពីសន្តានអាក្រក់ជួជាតិរបស់ជាតិសាសន៍ថៃមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាសូម្បីតែជនជាតិថៃខ្លួនឯងមួយចំនួនធំរាប់ទាំងសមាជិកប្រសិទ្ធិសមាជិកសភាមេដឹកនាំគណៈបកបញ្ញវន្តថៃអ្នកសារព័ត៌មានថៃនិងអង្គការសិទ្ធិមនុស្សថៃក៏បានចេញមករិះគន់និងមិនគាំទ្រចំពោះទង្វើបែបមនុស្សវិកលចរិតនេះដែរព្រោះតែទង្វើនេះកំពុងទាញទម្លាក់អសោឈ្មោះថៃព្រមទាំងបំផ្លាញភាពថ្លៃថ្នូររបស់ថៃឲ្យធ្លាក់ក្រោមសូន្យមិនអាចស្រោចស្រង់បាននោះឡើយតើការអត់ធ្មត់របស់ថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជារួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងការអត់ធ្មត់របស់ប្រជាពលរដ្ឋកម្ពុជាបានផលអ្វីខ្លះហើយមកដល់ពេលនេះគោលជំហរច្បាស់លាស់មិនតបតតែមិនទន់ជ្រាយរបស់រាជរដ្ឋាភិបាលតាមរយៈយន្តការការទូតបាននឹងកំពុងហុចផលមកឲ្យកម្ពុជាយ៉ាងប្រជែកគ្រាដែលសម្លេងរបស់កម្ពុជាបានលឺខ្ទរខ្ទាពេញពិភពលោកផលធំទី1គឺការយកឈ្នះលើសង្គ្រាមចិត្តសាស្ត្រដែលថៃញុះញង់ដើម្បីឲ្យកម្ពុជារំលោភបទឈប់បាញ់ដែលនេះបានបញ្ឈប់នៅការសម្លាប់ទាហានខ្មែរនិងពលរដ្ឋស្លូតត្រង់មិនឲ្យបាត់បង់ជីវិតបន្តទៀតដោយសារតែសង្គ្រាមផលធំទី2នោះគឺសហគមន៍អន្តរជាតិបានមើលឃើញច្បាស់ថាអ្នកណាជាប្រទេសស្រឡាញ់សន្តិភាពពិតប្រាកដហើយអ្នកណាជាអ្នករំលោភបំពានយ៉ាងកក្លឿនមកលើព្រះរាជាណាចក្រកម្ពុជាចំណែកជោគជ័យធំទី3គឺនៅពេលនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលជាអ្នកពូនជ្រុំឲ្យមានសន្តិភាពនេះឡើងនឹងធ្វើដំណើរមកប្រទេសម៉ាឡេស៊ីអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលាខាងមុខនេះដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលនឹងធានានៅបទឈប់បាញ់យូរអង្វែងព្រមទាំងធានាសន្តិភាពផងដែរដូច្នេះ
បំណងរបស់ថៃបានបរាជ័យទាំងស្រុងចំពោះការប៉ុនប៉ងដណ្ដើមយកភូមិខ្មែរនិងតំបន់នានានៅតាមព្រំដែនតាមរយៈការចង់ប្រើប្រាស់កម្លាំងយោធាត្បិតអាមេរិកដែលជាបងធំកំពុងសង្កត់កថៃឲ្យគោរពនៅបទឈប់បាញ់និងស្វែងរកសន្តិភាពពិតប្រាកដជាមួយកម្ពុជាអ្វីត្បិតតែយុទ្ធសាស្ត្រទូតមិនសូវលឿនទាន់ចិត្តសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរមិនដូចជាការយកច្បាប់ព្រៃមកប្រើប្រាស់ឈ្លានពានគេមែនតែវាជាយន្តការនិងជាច្បាប់អន្តរជាតិដែលប្រទេសនៅលើពិភពលោកមានកាតព្វកិច្ចត្រូវគោរពនិងអនុវត្តមិនអាចប្រកាច់បានឡើយពន្លឺនៃសន្តិភាពពិតប្រាកដនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃសម្រាប់បងប្អូនជនភៀសឹកកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋខ្មែរកំពុងរះឡើងសន្សឹមក្រោមក្រសែភ្នែកតាមដានយ៉ាងជោគចិត្តទុកដាក់បំផុតពីប្រទេសមហាអំណាចនិងសហគមន៍អន្តរជាតិដូច្នេះសូមបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់កម្ពុជាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដើម្បីយកប្រៀបឈ្នះពីសត្រូវឈ្លានពានក្រោមយុទ្ធសាស្ត្រឈ្នះដោយមិនបាច់ប្រយុទ្ធលើសមរភូមិ